Bà mình như tiết dương khơi những cái site phận nghiệp bò tê thom bàn lợt rương thay và thèm tiết tha rồi lục trầm vậy tha là những kịch prom prieng nè để trâu phải chọc cho mùi Iran nâng nâng bật tới đòi cho hạt lệ khá tam bậc quan electronic bà tam bậc quan electronic hai nè bánh hai cho almost còn nâng trâu ba ôi tâm nào ca bọ ở đây thom mà đa là mình nâng chập về ngày sọc ngày sọc nâng nâng trâu chập đào bà ôi tụi luôn mấy vấn đề sầm đạp màu này pin này ai là nâng có cặp bao để chọp cái ăn được phèn cái lò mối còn tàu khạc lại vấn đề ôi tụi lum tụi ly thì mà đón trong cái prom riêng này tàu bàn chụp lầu cá bán tâm nào ca pin lình là vậy đây cái xe này thôm nó lưu phục lúc xài mạnh mình ở lại rồi khơi phục ba này tẹt tông cho mùi nâng ca thẹn yun ho cha bê happy cha đã bảo mình ní phải mất miền bờ miền tham mày là chạy nhà bánh mình ní tam bờ miền thôm vì phục lúc phải một mình ní yêu phi yếm chạy bờ miền tha yun hoประเภทbê happy đại diệnประเภทyun ho tầm lệกรอบใบจะบอกอเมริกได้เมียนสักการะปุลbà bắt đầuពីការវិវត្តចុងក្រោយគឺឡើងដល់ B2 ចាB2 យើងពីមុនពេញនិយមហើយនៅយើងចាទីអស់រាប់រយលានតោននៃតម្លាក់នៅស្រុកខ្មែរចាបាទមិញនេះជាព័ត៌មានដែលយើងទទួលបានបាញ់មិញថាយន្តហោះ B2 របស់សហរដ្ឋអាមេរិកបានធ្លាក់បណ្ដាលឲ្យមនុស្សនៅក្នុងយន្តហោះដល់អស្ចារ្យនេះចំនួន8នាក់បានស្លាប់មើលធ្លាក់យ៉ាងម៉េចហើយទៅណាអីណាមើលចាប្រភេទយន្តហោះការធ្លាក់យន្តហោះ B52 របស់សហរដ្ឋអាមេរិកនេះធ្វើឲ្យមនុស្សចំនួន8នាក់បានស្លាប់ដែលយន្តហោះនេះគឺជាយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកហោះបានធ្លាក់ភ្លាមបន្ទាប់ពីហោះឡើងពីមូលដ្ឋានទ័ពអាកាស Edward នៅភាគខាងត្បូងរដ្ឋ California ចាប៉ុន្តែការធ្លាក់នេះនៅក្នុងបេសកកម្មហោះហើរសាកល្បងអញ្ចឹងគឺនៅក្នុងការធ្លាក់យន្តហោះនេះគឺជាការធ្លាក់ដែលក្រុមចម្រុះនយោធានិងមន្ត្រីស៊ីវិលចារបស់សហរដ្ឋអាមេរិកគេបានហោះសាកល្បងហើយយន្តហោះ B52 នេះគឺជាយន្តហោះដែលកំពុងតែគ្រប់គ្រងទៅដល់កម្មវិធីទំនើបប្រកាន់មានការបំពាក់រ៉ាដារបស់មូលដ្ឋានហើយធ្លាក់ភ្លាមបន្ទាប់ពីហោះឡើងបានប្រហែលជា500ម៉ាយចាហើយក៏ផ្ទុះឆេះតែម្ដងហើយមនុស្សនៅក្នុងនោះគឺបានស្លាប់ចាហើយក៏សូមបញ្ជាក់ដែរថា B52 នេះគឺជាមូលដ្ឋានគ្រឹះរបស់កងយន្តហោះដោយលោករដ្ឋាភិបាលនិយាយចឹងថាជាអាចនិយាយបានថាជាព្រឹទ្ធាចារ្យយន្តហោះមួយដែរចាដែលបានចូលបម្រើការងារតាំងពីឆ្នាំ1955ក៏ប៉ុន្តែនៅតែជាយន្តហោះមួយដែលគេទទួលស្គាល់ថាមានឥទ្ធិពលបំផុតនៅលើពិភពលោករបស់សហរដ្ឋអាមេរិកនឹងដែរចាបាទអញ្ចឹងធម្មតាបេសកកម្មយន្តហោះយោធារបស់អាមេរិកដែលមានសក្តានុពលនេះកាលណាហោះចេញទៅទីតាំងណាមួយសិតតែជាប្រតិបត្តិការសំខាន់ហើយបានចេញចាក៏ប៉ុន្តែសម្រាប់ឧបទ្ទវហេតុធ្លាក់នេះគឺក្នុងប្រតិបត្តិការវឹកវើនេះមើលទៅវឹកវើសាកល្បងចាបាទអញ្ចឹងមិនមែនទៅប្រតិបត្តិការធ្វើសង្គ្រាមទម្លាក់នៅទីតាំងណាមួយទេបងប្អូនបើសិនជាកាលណាបើហោះសម្ដៅទៅលើប្រតិបត្តិការធ្វើសង្គ្រាមនៅទីតាំងណាមួយក្របនៅក្នុងនឹងរាប់រយតោនចារាប់រយតោនដល់អញ្ចឹងទៅធ្លាក់ច្បាស់ជាក្របនៅក្នុងនឹងផ្ទុះអង្គើដីហ៎ចាបាទគឺដីអញ្ចឹងធ្លាក់នេះគឺធ្លាក់ដោយសារតែប្រតិបត្តិការវឹកវើរបស់ទ័ពអាមេរិកទេបាទហ្នឹងហើយប៉ុន្តែសហរដ្ឋអាមេរិកសោកស្ដាយបំផុតហើយដែលយន្តហោះដ៏អស្ចារ្យរបស់ខ្លួននេះត្រូវបានធ្លាក់ដោយចៃដន្យចាបាទនេះដោយសារតែវាព័ត៌មានទឹមalert មិញថ្មីក៏ជម្រាបជូនប្រិមិត្តតែម្ដងទៅបាទឲ្យដឹងជាព័ត៌មានព្រោះឥឡូវនេះព័ត៌មាននៅឯណាក៏ដោយវានៅនឹងបាតដៃយើងឯងបាទទទួលបានភ្លាមទាំងអស់គ្នា